ពស់កក្រហម Keelback ឬក៏គេហៅឈ្មោះវាម្យ៉ាងទៀតថាពស់ផ្កាហ្នឹងនិយាយរួមទៅវាគឺជាពស់ដែលមានពិសបំផុតមូលហេតុដែលមនុស្សភាគច្រើនគិតថាវាគឺជាពស់ដែលគ្មានពិសដោយសារតែពស់មួយនេះគឺបានលេចជង្គង់របស់វានៅក្បែរថ្គាមហើយឥឡូវនេះយើងបានឃើញថាពស់ទាំងនោះគឺកំពុងតែខាំទៅកាន់ស៊ូយ៉ុងបន្ទាប់ពីត្រូវបានពស់ខាំមួយសន្ទុះក្រោយមកស៊ូយ៉ុងក៏គិតថាប៉ុណ្ណឹងប្រហែលជាគ្រប់គ្រាន់ហើយក៏ប៉ុន្តែស៊ូយ៉ុងគឺមិនអាចចេញពីរណ្ដាមួយនេះបានទេដោយសារតែពស់នឹងគឺតោងទាមមកកាន់ខ្លួនច្រើនពេកឃើញអញ្ចឹងកូនក្រៅខរបស់ស៊ូយ៉ុងក៏បានចេញមុខមកជួយដោយបានធ្វើការប្រយុទ្ធនឹងវេគ្នាជាមួយនឹងពស់ទាំងអស់នោះហើយទីបំផុតពស់ទាំងអស់នោះនឹងក៏ឈប់រំខាននឹងតោងទាមទៅកាន់ស៊ូយ៉ុងបន្ទាប់ពីត្រូវបានពស់ខាំរួចវាក៏ជាពេលវេលាដែលស៊ូយ៉ុងត្រូវតែត្រឡប់ទៅវិញដើម្បីធ្វើការប្រឆាំងជាមួយនឹងព្រឹទ្ធាចារ្យឈាមឥឡូវយើងកាត់មកដល់ក្រុមកញ្ញាស៊ូយ៉ុងដែលកំពុងតែប្រយុទ្ធជាមួយនឹងព្រឹទ្ធាចារ្យឈាមវិញពួកគេមិនអាចទប់ទល់ជាមួយនឹងព្រឹទ្ធាចារ្យឈាមបាននោះឡើយថែមទាំងត្រូវបានព្រឹទ្ធាចារ្យឈាមវាយទៅកាន់គ្នារបស់ពួកគេឲ្យមានរបួសមួយចំនួនពេលនោះព្រឹទ្ធាចារ្យឈាមក៏បាននិយាយទៅកាន់ពួកគេថាពួកឯងទាំងអស់គ្នានឹងគឺពិតជាអន់ខ្លាំងមែនទែនគ្មាននរណាម្នាក់អាចទប់ទល់ជាមួយនឹងយើងបាននោះឡើយពេលនោះកញ្ញាវ៉ាអ៊ុនក៏បាននិយាយទៅកាន់ព្រឹទ្ធាចារ្យឈាមថាឯងក៏បានជឿពេកបន្តិចទៀតក្រុមជំនួយនឹងមកជួយទៅកាន់ពួកគេជាមិនខានព្រឹទ្ធាចារ្យឈាមនឹងត្រៀមខ្លួនឲ្យហើយទៅហើយព្រឹទ្ធាចារ្យនៅក្នុងនគរឋានហ្នឹងក៏បានប្រាប់ឲ្យកញ្ញាវ៉ាអ៊ុនហ្នឹងរត់ដូចជាស៊ូយ៉ុងទៅទុកឲ្យពួកគេនៅទប់ទល់ជាមួយនឹងព្រឹទ្ធាចារ្យឈាមនៅទីនេះដោយសារតែអ្នកទាំងពីររវល់តែតវ៉ាគ្នាហ្នឹងព្រឹទ្ធាចារ្យឈាមក៏បាននិយាយថាបាត់មាត់ពួកអត់ឯងកុំគិតថាឯងរត់បានឲ្យសោះបើសិនជារបស់លេងយើងរត់ចឹងយើងមិនមានភាពសប្បាយរីករាយក្នុងការលេងប៉ុន្តែឥឡូវនេះយើងមានគំនិតមួយដែលធ្វើឲ្យខ្លួនឯងនឹងសប្បាយរីករាយយើងនឹងបំផ្លាញទៅកាន់ត្រកូលឋានឲ្យคล้ายទៅជាផេះផង់តើពួកឯងគិតយ៉ាងម៉េចដែរនេះគឺពិតជាសប្បាយខ្លាំងមែនទែនគ្រាន់តែគិតកញ្ញាវ៉ាអ៊ុនឮដូច្នេះក៏បាននិយាយថាទោះបីជាត្រកូលរបស់នាងរលាយហិនហោចក៏ដោយនាងនឹងយកដៃម្ខាងរបស់ព្រឹទ្ធាចារ្យឈាមឲ្យបានខណៈពេលដែលកម្ដៅខាងភាគីទាំងពីរកំពុងតែកើតឡើងក៏ស្រាប់តែនៅពេលនោះមានមនុស្សម្នាក់បានបង្ហាញខ្លួនចំពោះមុខពួកគេហើយម្នាក់នោះគឺជាស៊ូយ៉ុងដ៏ស្រស់សង្ហាកញ្ញាវ៉ាអ៊ុនឃើញចឹងឆ្ងល់មែនទែនមិនបានជាស៊ូយ៉ុងមកវិញលឿនម្ល៉េះស៊ូយ៉ុងក៏បាននិយាយថាតកូលឋានគឺមិនដែលបោះបង់សមមិត្តរបស់ខ្លួនឯងនោះឡើយនិយាយរួចស៊ូយ៉ុងក៏បានដោះអាវបង្ហាញសាច់ដុំរបស់ខ្លួននិងរត់សម្ដៅទៅរកព្រឹទ្ធាចារ្យឈាមអមជាមួយនឹងកាបិតពីរដើមនៅក្នុងដៃយើងបានដឹងអំពីសមត្ថភាពរបស់ស៊ូយ៉ុងអញ្ចឹងជាលទ្ធផលគឺស៊ូយ៉ុងមិនអាចធ្វើអីទៅកាន់ព្រឹទ្ធាចារ្យឈាមបាននោះឡើយហើយថែមទាំងត្រូវបានព្រឹទ្ធាចារ្យឈាមនឹងស្រូបយកទៅកាន់ឈាមរបស់ស៊ូយ៉ុងថែមទៀតផងខាងកញ្ញាវ៉ាអ៊ុននិងគ្នាដទៃទៀតឃើញអញ្ចឹងក៏រត់ចូលទៅជួយទៅកាន់ស៊ូយ៉ុងក៏ប៉ុន្តែក៏ត្រូវបានព្រឹទ្ធាចារ្យឈាមធ្វើការបំផ្ទុះនៅថាមពលរបស់ខ្លួនហើយបន្ទាប់ពីបានស្រូបយកទៅកាន់ឈាមរបស់ស៊ូយ៉ុងនឹងយើងឃើញថាព្រឹទ្ធាចារ្យឈាមមានថាមពលកើនឡើងខ្លាំងជាងមុនហើយព្រឹទ្ធាចារ្យឈាមនឹងក៏លែងត្រូវការទៅកាន់ស៊ូយ៉ុងហើយព្រោះអីគាត់បានស្រូបយកទៅកាន់ឈាមរបស់ស៊ូយ៉ុងរួចជាស្រេចរូបរាងកាយរបស់ស៊ូយ៉ុងនៅពេលនេះគឺកំពុងតែស្ថិតនៅក្នុងរង្វង់ដៃរបស់កញ្ញាវ៉ាអ៊ុនកញ្ញាវ៉ាអ៊ុនឃើញដូច្នេះគឺពិតជាមានការព្រួយបារម្ភចំពោះស៊ូយ៉ុងខ្លាំងមែនទែនតែនៅពេលនោះពួកគេបានឮនូវសំឡេងព្រឹទ្ធាចារ្យឈាមនិយាយថាអបកាច់យកស៊ូយ៉ុងតើឯងធ្វើអីមកកាន់យើងហើយឥឡូវនេះយើងបានឃើញថាសក់ក្បាលរបស់ព្រឹទ្ធាចារ្យឈាមឥឡូវនេះគឺចាប់ផ្ដើមជ្រុះម្ដងមួយសរសៃធ្វើឲ្យព្រឹទ្ធាចារ្យឈាមនឹងទំពេកក្បាលហើយថាមពលរបស់ព្រឹទ្ធាចារ្យឈាមដែលធ្លាប់តែខ្លាំងក្លាពេលនេះក៏មានការចុះខ្សោយដែរហើយព្រឹទ្ធាចារ្យឈាមនឹងគឺពិតជាមានការខឹងសម្បារខ្លាំងមែនទែនបានស្រែកទាំងកំហឹងថាអាស៊ូយ៉ុងតើឯងនឹងគឺជាពីណាគេឲ្យប្រកាសឯងបានសួរយើងថាយើងគឺជាអ្នកណាយើងគឺជាសត្រូវស៊ូពូជរបស់ឯងព្រឹទ្ធាចារ្យឈាមយើងគឺជាមនុស្សកើតមកដើម្បីតែកម្ចាត់ទៅកាន់បបិសាចហើយនៅពេលនោះព្រឹទ្ធាចារ្យឈាមគឺបានដឹងខ្លួនថារាងកាយរបស់ខ្លួនបន្ទាប់ពីបានស្រូបយកទៅកាន់ឈាមរបស់ស៊ូយ៉ុងនឹងឥឡូវគឺចាប់ផ្ដើមមានបញ្ហាហើយគ្រឿងក្នុងគឺចាប់ផ្ដើមមានការខូចខាតហើយឈាមនឹងក៏ដើរមិនស្រួលដូចគ្នាពេលនេះព្រឹទ្ធាចារ្យឈាមគឺមិនអនុញ្ញាតឲ្យខ្លួនឯងស្លាប់តែម្នាក់ឯងទេគាត់គឺបានរត់ទៅរកស៊ូយ៉ុងនិងចង់សម្លាប់ស៊ូយ៉ុងឲ្យងាប់ជាមួយនឹងខ្លួនហើយនៅពេលនោះកញ្ញាវ៉ាអ៊ុនក៏បានប្រើប្រាស់នៅខ្សែដៃរបស់នាងរត់ទៅកាន់ករបស់ព្រឹទ្ធាចារ្យឈាមហើយកញ្ញាវ៉ាអ៊ុននឹងក៏មានការចម្លើយចិត្តដែរពេលនេះព្រឹទ្ធាចារ្យឈាមគឺមិនអាចទទួលបានសម្បត្តិខ្សែដៃរបស់នាងដែលដឹងថាខ្លួនអន់យ៉ាងនឹងហើយព្រឹទ្ធាចារ្យឈាមគឺនៅតែរឹងក្បាលរត់សម្ដៅមករកអ្នកទាំងពីរចឹងហើយកញ្ញាវ៉ាអ៊ុនគឺគ្រាន់តែកលឹះខ្សែដៃតែបន្តិចក្បាលរបស់ព្រឹទ្ធាចារ្យឈាមនឹងគឺបានដាច់ចេញអំពីខ្លួនបាត់ទៅហើយនៅពេល
នេះចែកជំនះក៏ទទួលបានទៅលើក្រុមតកូលខាងរវល់តែសប្បាយអរជាមួយនឹងការយកឈ្នះទៅកាន់ព្រឹទ្ធាចារ្យឈាមនឹងកញ្ញាវ៉ាអ៊ុនក៏ភ្លេចមើលទៅកាន់ស៊ូយ៉ុងហើយស៊ូយ៉ុងឥឡូវហ្នឹងគឺភ្នែកឡើងខ្មៅស្លក់ដូចផែនដាអញ្ចឹងមុននឹងសន្លប់បាត់បង់ស្មារតីស៊ូយ៉ុងក៏បាននិយាយទៅកាន់កញ្ញាវ៉ាអ៊ុនថាខ្ញុំគឺត្រូវបានពោះទឹកខំស៊ូយ៉ុងប្រាប់ទៅកាន់កញ្ញាវ៉ាអ៊ុនឲ្យហើយដើម្បីងាយស្រួលក្នុងការព្យាបាលមកកាន់ខ្លួននិយាយរួចស៊ូយ៉ុងក៏បានសន្លប់តែយកតែម្ដងនៅពេលដែលស៊ូយ៉ុងបានភ្ញាក់ដឹងខ្លួនឡើងវិញម្ដងទៀតគឺបានឃើញថាកញ្ញាវ៉ាអ៊ុននិងលោកតាកំពុងតែមើលថែមកកាន់ខ្លួនហើយលោកតាក៏បានប្រាប់ទៅកាន់ស៊ូយ៉ុងថាស៊ូយ៉ុងនឹងគឺសន្លប់អស់រយៈពេល10ថ្ងៃហើយស៊ូយ៉ុងលឺអញ្ចឹងគឺភ្ញាក់ខ្លួនព្រឺតវាមិនដល់10ថ្ងៃហើយកញ្ញាវ៉ាអ៊ុនក៏បានអរគុណទៅកាន់ស៊ូយ៉ុងដែលជួយឲ្យនាងកម្ចាត់ទៅកាន់ព្រឹទ្ធាចារ្យឈាមបានសម្រេចបន្ទាប់ពីបានពិនិត្យទៅកាន់រាងកាយរបស់ស៊ូយ៉ុងហើយលោកតាក៏បានប្រាប់ថាឥឡូវស៊ូយ៉ុងគឺមានការធូរស្បើយច្រើនក៏ប៉ុន្តែគិតចង់ដឹងរឿងមួយមិនបានជាពោះទឹកនឹងវាមានពឹសហើយតើស៊ូយ៉ុងអាចប្ដូរទៅកាន់ព្រឹទ្ធាចារ្យឈាមបានដោយរបៀបណាដោយសារតែលោកតាមានចម្ងល់ស៊ូយ៉ុងក៏បានបកស្រាយប្រាប់ទៅកាន់លោកតាតាមដំណាក់កាលនីមួយៗជាដំបូងស៊ូយ៉ុងគឺបាននិយាយអំពីពោះទឹកតាមពិតទៅពោះទឹកគឺពិតជាមានពឹសពិតមែនហើយវាអាចបញ្ចេញពឹសបានពីរបៀបទី1គឺការបញ្ចេញពឹសដល់ចង្កូមដែលស្ថិតនៅក្បែរធ្គាមរបស់វាចំណែករបៀបទី2គឺវាបញ្ចេញពឹសអំពីក្រពេចពឹសដែលនៅក្បែរជញ្ជាំងកមូលហេតុដែលពួកគេមិនដែលឃើញពោះទឹកទាំងអស់នោះខំទៅកាន់មនុស្សដោយសារតែវាគឺមានភាពអៀនច្រើនឲ្យតែឃើញមនុស្សដឹងតែពួកវារត់ហើយលុះត្រាណាតែពួកវាទើលច្រកទៅវាខំមនុស្សឮដូច្នេះលោកតាក៏បានបន្តថាមើលទៅការស្លាប់របស់ព្រឹទ្ធាចារ្យឈាមប្រហែលជាទាក់ទងជាមួយនឹងពោះទឹកហើយក៏ប៉ុន្តែព្រឹទ្ធាចារ្យឈាមនឹងគឺមានភាពស៊ាំជាមួយនឹងពឹសខ្លាំងមែនទែនហើយតើពោះទឹកនឹងអាចសម្លាប់ទៅកាន់ព្រឹទ្ធាចារ្យឈាមដោយរបៀបណាសូយ៉ងក៏បានបញ្យល់ថាដោយសារតែពោះទឹកនឹងគឺពឹសរបស់វាមានភាពប្លែកពីពឹសដទៃដោយសារតែពឹសរបស់ពោះទឹកនឹងគឺចូលទៅបំផ្លាញកោសិកាក្នុងសារពាង្គកាយរបស់មនុស្សហើយកោសិកាឈាមនឹងក៏ត្រូវបានបំផ្លាញដូចគ្នាដោយវាបានទៅបំផ្លាញកោសិកាឈាមក្រហមនៅក្នុងខ្លួនរបស់មនុស្សតែព្រឹទ្ធាចារ្យឈាមនឹងគឺវិជាគុណរបស់គាត់ទាក់ទងទៅនឹងការប្រើប្រាស់ឈាមកោសិកាឈាមក្រហមត្រូវបានបំផ្លាញព្រឹទ្ធាចារ្យឈាមនឹងក៏មានការចុះខ្សោយតាមនឹងដែរនៅភាគច្រើនមិនទាន់បានដឹងនិងស្គាល់អំពីពោះទឹកនោះឡើយពិតទៅពោះទឹកគឺមានពឹសខ្លាំងជាងពោះវែករហូតដល់5ដងឬអញ្ចឹងលោកតាគឺពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនមិននឹកស្មានថាសត្វដែលមានពឹសបំផុតនៅក្នុងខេត្តសៀឆនគឺជាពោះទឹកទាល់តែសោះហើយលោកតានិងកញ្ញាវ៉ាអ៊ុនក៏បានសរសើរទៅកាន់ចំណេះដឹងដ៏ទូលំទូលាយរបស់ស៊ូយ៉ុងដូចគ្នាហើយពេលនោះលោកតាក៏បាននិយាយទៅកាន់ស៊ូយ៉ុងថាចៅស្រីរបស់យើងបានប្រាប់មកកាន់យើងថាព្រឹទ្ធាចារ្យឈាមនឹងបានហៅទៅកាន់ឯងថា The Heavenly Enemy ឬក៏ជាសត្រូវឋានសួគ៌របស់បក្សឈាមយើងមិននឹកស្មានថាសូម្បីតែមនុស្សនៅក្នុងបក្សឈាមនឹងក៏ហៅឯងដូច្នេះដែរហើយយើងក៏អរគុណឯងដូចគ្នាដែលបានជួយសង្គ្រោះមកកាន់តកូលខាងមិននឹកស្មានថាបក្សឈាមនឹងហ៊ានដល់ថ្នាក់នឹងសោះមិនអីទេតាសន្យាថាតានឹងធ្វើការបំផ្លាញទៅកាន់បក្សឈាមឲ្យរលាយខ្ទេចខ្ទីខ្លាចជាផេះផង់ហើយស៊ូយ៉ុងនឹងក៏បានបន្ថែមល្បងថានឹងហើយលោកតាត្រូវតែកម្ចាត់ពួកវាឲ្យរាបដល់ដីតែម្ដងហើយស៊ូយ៉ុងក៏បានសច្ចាជាមួយនឹងខ្លួនឯងដែរថាខ្លួនឯងនឹងធ្វើការវឹកហាត់វិជ្ជាគុណឲ្យខ្លាំងជាងមុននិងកម្ចាត់ទៅកាន់បក្សឈាមដែលបានរំខានមកកាន់តកូលឋានរបស់ខ្លួនហើយដំណឹងដែលបក្សឈាមបានធ្វើសកម្មភាពមកលើតកូលឋាននឹងគឺបានលេចលឺពាសពេញតកូលឋាននិងមនុស្សនៅជុំវិញតកូលហើយយើងក៏បានឃើញលោកតាកញ្ញាវ៉ាអ៊ុនបានផ្ញើប្រៀបនឹមសារទៅនរណាគេម្នាក់ប្រហែលជាគាត់បានផ្ញើទៅកាន់សម្ព័ន្ធមិត្តរបស់គាត់ឲ្យត្រៀមខ្លួនក្នុងការទប់ទល់ជាមួយនឹងបក្សឈាមហើយពេលនោះលោកតានឹងក៏បានប្រាប់ទៅកាន់ស៊ូយ៉ុងថាកាលពី40ឆ្នាំមុនខាងបក្សឈាមនឹងក៏ធ្លាប់បញ្ចេញសកម្មភាពម្ដងដែរពួកវាបានសម្លាប់និងបង្ហូរឈាមមនុស្សជាច្រើននៅក្នុងពិភពមួយរៀមហើយត្រូវបានគ្រប់ក្រុមគ្រប់បក្សនៅក្នុងពិភពមួយរៀមទាំងអស់ចាត់ទុកវាជាសត្រូវស៊ូពូជប៉ុន្តែការបញ្ចេញសកម្មភាពលើកនេះរបស់បក្សឈាមគឺមានភាពខុសប្លែកពីមុនបន្តិចដោយសារតែបក្សខាងឥឡូវហ្នឹងគឺជា Heavenly Enemy របស់បក្សឈាមហើយមើលទៅកាន់លោកតានឹងហាក់បីដូចជាមានមោទនភាពខ្លាំងមែនទែនបន្ទាប់ពីត្រូវបានខាងមនុស្សនៅបក្សឈាមហៅពួកគេថាជា Heavenly Enemy ហើយលោកតាពេលនោះក៏មានសំណូមពរមួយចង់ស្នើសុំទៅកាន់ស៊ូយ៉ុងដោយសារតែមនុស្សមកពីខាងមូរ៉េម៉ាឡៃអិនបានធ្វើទស្សនកិច្ចមកតកូលរបស់ពួកគេហើយលោកតាក៏ចាប់បង្ហាញនូវថ្នាំពុលថ្មីៗដែលពួកគេបានផលិតដើម្បីឲ្យខាងមូរ៉េម៉ាឡៃអិនបានឃើញហើយខណៈពេលដែលស៊ូយ៉ុងបានរកឃើញនូវចំណុចខ្សោយរបស់ខាងបក្សឈាមហើយលោកតាចង់ឲ្យស៊ូយ៉ុងនឹងបង្ហាញវាទៅកាន់មូរ៉េម៉ាឡៃអិនដែលមកដល់តកូលរបស់ពួកគេហើយស៊ូយ៉ុងក៏មិនបានបដិសេធជាមួយនឹងសំណើរបស់លោកតាដែរហើយលោកតាក៏បានជូនដំណឹងដ៏រីករាយមួយប្រាប់ទៅកាន់ស៊ូយ៉ុងចាប់តាំងពីថ្ងៃនេះតទៅស៊ូយ៉ុងគឺអាច
គ្រប់គ្រងទៅកាន់សាលពស់10000បានទាំងស្រុងហើយស៊ូយ៉ុងឮចឹងគឺពិតជាមានការសប្បាយចិត្តខ្លាំងមែនទែនដោយសារតែនៅពេលនេះព្រឹទ្ធាចារ្យនៅក្នុងនគរគឺទុកចិត្តខ្លួនព្រមឲ្យខ្លួនធ្វើការគ្រប់គ្រងទៅកាន់សាលពស់10000ស៊ូយ៉ុងគឺពិតជាមានភាពរំភើបខ្លាំងមែនទែនបន្តិចទៀតខ្លួននឹងធ្វើការចិញ្ចឹមសត្វឲ្យពេញតកូលតែម្ដងហើយលោកតានឹងក៏បានប្រាប់ទៅកាន់ស៊ូយ៉ុងថាពួកគេនឹងក៏បានសាងសង់ទីកន្លែងមួយសម្រាប់ឲ្យស៊ូយ៉ុងធ្វើការចិញ្ចឹមសត្វពស់ដែរសង្ឃឹមថាស៊ូយ៉ុងនឹងពេញចិត្តជាមួយវាសាច់រឿងក៏បានកាន់មកដល់ស៊ូយ៉ុងនិងកញ្ញាវ៉ាអ៊ុនដែលពួកគេនឹងគឺកំពុងតែធ្វើដំណើរទៅកាន់សួនសត្វពឹសហើយសួនសត្វពឹសនឹងគឺជាទីកន្លែងថ្មីដែលតកូលឋានធ្វើការបង្កើតសម្រាប់តែស៊ូយ៉ុងហើយស៊ូយ៉ុងនឹងក៏មានមនុស្សមួយចំនួននៅក្រុមបង្កើតដែរតាមអត្តចរិតរបស់ស៊ូយ៉ុងបន្តិចទៀតទីកន្លែងនេះនឹងពោរពេញទៅដោយសត្វពឹសឥឡូវយើងកាន់មកដល់ព្រាបនឹមសារវិញយើងបានឃើញថាព្រាបនឹមសាររបស់លោកតានឹងគឺបានទៅដល់ដៃនារីម្នាក់ទៅគិតប្រហែលជាខាងមនុស្សនៅក្នុងបក្សសាវលីនហើយដោយសារតែនៅពេលដែលគិតអានសម្បត្តិបណ្ដើរគិតសូត្រធ្វើបណ្ដើរដូច្នេះហើយមានន័យថាគិតគឺមកពីខាងវិហារសាវលីនហើយគិតនឹងក៏មិននឹកស្មានថាពេលនេះខាងបក្សបិសាចចាប់ផ្ដើមប្រតិបត្តិការទាល់តែសោះសាច់រឿងក៏បានកាត់ឲ្យយើងឃើញអំពីខាងក្រុម The Murimalaya នឹងកំពុងតែធ្វើដំណើរមកទៅគោលឋានហើយបរិសុទ្ធវ័យក្មេងដែលទំនងជាមានភាពជិតស្និទ្ធជាមួយនឹង The Murimalaya Leader នឹងគិតមានឈ្មោះថាឧត្តមសេនីយ៍គូគិតមានការព្រួយបារម្ភថានៅពេលទៅវិញគិតមិនទទួលបានព័ត៌មានអ្វីដែលសំខាន់ទាក់ទងជាមួយនឹង The Blood Hand នឹងគិតនឹងត្រូវបានខាង Murimalaya Leader ស្ដីបន្ទោសមានយូរប៉ុន្មានពួកគេក៏បានធ្វើដំណើរទៅដល់ខ្លងទ្វារតកូលឋានទៅដល់ទីនោះពួកគេគឺទទួលបានការរាក់ទាក់អំពីសំណាក់និយមក៏ប៉ុន្តែនិយមនឹងគឺមិនទាន់ឲ្យពួកគេចូលនោះឡើយខាង Murimalaya ឮដូច្នេះគឺពិតជាមានការឆ្ងល់ខ្លាំងមែនទែនហេតុអ្វីបានជាពួកគេមិនអាចចូលទៅក្នុងបានភ្លាមនិយមនឹងបានប្រាប់ទៅកាន់ពួកគេថាទោះបីជានៅក្នុងនោះមានសត្វតូចឬក៏ធំក៏ដោយពួកគេមិនត្រូវសម្លាប់វានោះឡើយលោកឧត្តមសេនីយ៍ឮចឹងគឺពិតជាមានការឆ្ងល់ខ្លាំងមែនទែនតើតកូលឋាននឹងកាន់សាសនាព្រះពុទ្ធមែនបានជាចិត្តល្អដល់ម្លឹងនិយមនឹងពួកគេមិនបាននិយាយអ្វីច្រើននោះទេក៏ប៉ុន្តែពួកគេសង្ឃឹមថាខាងមួយទេម៉ាឡៃអាននឹងធ្វើតាមអ្វីដែលពួកគេបានប្រាប់ហើយពេលហ្នឹងយើងក៏បានឃើញថាកញ្ញាវ៉ាអ៊ុននិងស៊ូយ៉ុងក៏បានចេញមករាក់ទាក់ទៅកាន់ខាងមូរេម៉ាឡៃអានដែរហើយកញ្ញាវ៉ាអ៊ុនគឺសូមអភ័យទោសទៅកាន់មូរេម៉ាឡៃអានខ្លាំងមែនទែនសារតែលោកតារបស់នាងរវល់តែតាមដានទៅកាន់បបិសាចហ្នឹងគិតមិនបានមកចេញទទួលខាងមូរេម៉ាឡៃអានដែលផ្ទាល់នោះឡើយឧត្តមសេនីយ៍គូលឺអញ្ចឹងគិតក៏មិនបានប្រកាន់អ្វីទៅកាន់លោកតាដែរដោយសារតែជាលើកទី1ដែលពួកគេបានជួបគ្នាស៊ូយ៉ុងក៏បានណែនាំខ្លួនទៅឲ្យលោកឧត្តមសេនីយ៍បានស្គាល់ហើយខ្លួនហ្នឹងក៏ជាគូដណ្ដឹងរបស់កញ្ញាវ៉ាអ៊ុនដូចគ្នាឧត្តមសេនីយ៍គូឮចឹងគឺពិតជាមានការឆ្ងល់ខ្លាំងមែនទែនដោយសារតែស៊ូយ៉ុងគឺមិនមានឈ្មោះជាតកូលឋាននោះឡើយហេតុអ្វីបានជាស៊ូយ៉ុងអាចក្លាយទៅជាកូនប្រសារប្រុសនៅក្នុងគ្រួសារທາງបានកំពុងតែនិយាយគ្នាសោកៗហ្នឹងយើងក៏បានឃើញថាខាងមួយរ៉ាម៉ាឡៃអានដូចជាមានការភ័យតក់ស្លុតខ្លាំងមែនទែនស៊ូយ៉ុងក៏ចង់ប្រាប់ទៅកាន់ពួកគេឲ្យដឹងដែរក៏ប៉ុន្តែខាងមួយរ៉ាម៉ាឡៃអានហ្នឹងគឺមិនបានស្ដាប់អ្វីទាំងអស់ពួកគេបានការពារទៅកាន់ឧត្តមសេនីយ៍គូហើយនឹងធ្វើការគៀបទៅកាន់ស៊ូយ៉ុងចង់ដាច់ខ្យល់បាត់ទៅហើយដោយសារតែវេទនាខ្លួនពេកស៊ូយ៉ុងក៏បានស្រែកមួយទំហឹងនិងបានប្រាប់ទៅកាន់ពួកគេថាអាហ្នឹងគឺជាសត្វចិញ្ចឹមរបស់ខ្លួននោះដែលមកពីខាងមួយរ៉ាម៉ាឡៃអានឃើញចឹងគឺពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនពួកគេមិននឹកស្មានថាស៊ូយ៉ុងនឹងមានភាពជិតស្និទ្ធនិងអាចធ្វើការចិញ្ចឹមទៅកាន់សត្វដែលធំបែបនេះបានទាល់តែសោះក្រោយមកយើងបានឃើញថាកញ្ញាវ៉ាអ៊ុននិងស៊ូយ៉ុងកំពុងតែនាំផ្លូវលោកឧត្តមសេនីយ៍នឹងក្នុងការទៅជួបជាមួយនឹងលោកតាចំពោះលោកឧត្តមសេនីយ៍គូក៏នៅតែមានចម្ងល់និងមន្ទិលសង្ស័យនៅក្នុងចិត្តហេតុអ្វីបានជាស៊ូយ៉ុងនឹងអាចខ្លាចទៅជាកូនប្រសារប្រុសនៃគ្រួសារតកូលឋានបានហើយនៅពេលនោះគាត់ក៏ស្ដាប់តែបានឃើញថាមនុស្សនៅក្នុងតកូលឋាននឹងគឺធ្វើការចិញ្ចឹមទៅកាន់សត្វដែលមានពឹសស៊ូយ៉ុងក៏បានប្រាប់ទៅកាន់លោកឧត្តមសេនីយ៍គូថាលោកឧត្តមសេនីយ៍គូនឹងគឺមិនបាច់ឆ្ងល់ច្រើនទេនៅក្នុងតកូលឋានពួកគេបានចិញ្ចឹមសត្វដែលមានពឹសបន្ទាប់មកគឺធ្វើការប្រកួតគ្នាវាជារឿងធម្មតាទៅហើយនៅក្នុងតកូលឋាននាពេលបច្ចុប្បន្នហើយតាមការពិតទៅមនុស្សនៅក្នុងតកូលឋានគ្មានចំណង់គ្មានស្អីចង់ចិញ្ចឹមទៅកាន់សត្វពឹសទាំងអស់ហ្នឹងទេដើមហេតុគឺមកពីប្រហែលថ្ងៃមុនខណៈពេលដែលស៊ូយ៉ុងកំពុងតែធ្វើការហ្វឹកហាត់ទៅកាន់វិជ្ជាគុណជាមួយនឹងកញ្ញាវ៉ាអ៊ុននឹងគូពេនិងអ្នកដទៃទៀតបានមករកស៊ូយ៉ុងនិងបានប្រាប់ទៅកាន់ស៊ូយ៉ុងថាកូនកណ្តុរដែលពួកគេចិញ្ចឹមឥឡូវនេះគឺពាក្យកណ្តាលបានក្លាយទៅជាចំណីរបស់សត្វពស់អស់ហើយចំណីពាក្យកណ្តាលទៀតគឺត្រូវបានស្លាប់ស៊ូយ៉ុងក៏បានប្រាប់ថាអារឿងហ្នឹងគឺខ្ញុំមិនអាចជួយបានទេមេកណ្តុរតែអញ្ចឹងឯងនៅពេលដែលវាមានការភ័យខ្លាចវានឹងស៊ីទៅកាន់កូនខ្លួនឯង
លោកគូពេលក៏បានប្រាប់ថាអត់ទេមេវាអត់បានស៊ីទៅកាន់កូនផងអ្នកដែលបានស៊ីទៅកាន់កូនគឺជាអ្នកចម្បាំងនៅក្នុងតកូលនឹងឯងឮចឹងកញ្ញាវ៉ាអ៊ុនគឺពិតជាមានការខឹងសម្បារទៅកាន់ពួកគេខ្លាំងមែនទែនក៏ប៉ុន្តែស៊ូយ៉ុងគឺមានដំណោះស្រាយមួយគឺអ្នកចម្បាំងគ្រប់រូបត្រូវតែមានសត្វចិញ្ចឹមមួយនៅក្បែរខ្លួនសត្វចិញ្ចឹមទាំងអស់នោះគឺជាសត្វចិញ្ចឹមពឹសដើម្បីជាការដាក់ទណ្ឌកម្មទៅកាន់ពួកគេដែលបានស៊ីចំណីរបស់ពស់មកយើងបានឃើញថាលោកឧត្តមសេនីយ៍គូបានជួបជាមួយនឹងលោកតាហើយស៊ូយ៉ុងនឹងក៏នៅកន្លែងនឹងដូចគ្នាហើយលោកឧត្តមសេនីយ៍គូគឺពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនមិននឹកស្មានថាមនុស្សដែលបានសម្លាប់ទៅកាន់ The Bloodhound នឹងគឺជាស៊ូយ៉ុងទាល់តែសោះអញ្ចឹងតើបានជាស៊ូយ៉ុងអាចក្លាយទៅជាកូនប្រសារប្រុសនៃគ្រួសារតកូលខាងបានពួកគេបាននិយាយអំពីស៊ូយ៉ុងច្រើនខ្លាំងមែនទែនហើយនៅពេលនោះលោកឧត្តមសេនីយ៍គូក៏បានសួរទៅកាន់លោកតាថានៅពេលដែលពួកគេមកដល់ទីនេះពួកគេគឺមិនទទួលបានតម្រុយអ្វីសូម្បីតែបន្តិចទាក់ទងជាមួយនឹងបកឈាមហើយដើម្បីរក្សាព័ត៌មានជាការសម្ងាត់លោកតានឹងក៏បានបើកជារនាំងការពារសម្លេងមួយដើម្បីងាយស្រួលក្នុងការនិយាយគ្នាតែពីបានបើករនាំងការពារសម្លេងហើយលោកតាក៏បានឲ្យស៊ូយ៉ុងនឹងធ្វើការបង្ហាញរបស់មួយទៅឲ្យលោកឧត្តមសេនីយ៍បានឃើញលោកឧត្តមសេនីយ៍ឃើញចឹងគឺពិតជាមានការឆ្ងល់ខ្លាំងមែនទែនថាតើអានឹងទាក់ទងអ្វីជាមួយនឹងបកឈាមលោកតាក៏បានប្រាប់ទៅកាន់លោកឧត្តមសេនីយ៍ថានេះគឺជាថ្នាំពុលដែលបង្កើតឡើងជាពិសេសក្នុងការកម្ចាត់ទៅកាន់បកឈាមលក្ខណៈពិសេសរបស់វាមានឥទ្ធិពលទៅលើមនុស្សដែលបានធ្វើការហ្វឹកហាត់នៅវិជ័យគុនឈាមតែប៉ុណ្ណោះលោកឧត្តមសេនីយ៍ឮដូច្នេះគាត់ក៏បាននិយាយថាសង្គ្រាមកាលពី30ឆ្នាំមុនខាងបកឈាមនឹងគឺពិតជាមានអំណាចខ្លាំងមែនទែនដោយសារតែពួកគេគឺអាចធ្វើការកម្ចាត់ទៅកាន់ជាតិពុលដែលនៅក្នុងឈាមរបស់ពួកគេបានលោកតាក៏បានតបវិញថាវាគឺជាការពិតប៉ុន្តែថ្នាំពុលដែលពួកគេបានផលិតថ្មីនេះគឺអាចធ្វើឲ្យមនុស្សនៅក្នុងបកឈាមក្លាយទៅជាមនុស្សធម្មតាបានពួកគេគឺប្រៀបបីដូចជាមនុស្សដែលគ្មានវិជ្ជាគុណនៅក្នុងខ្លួនទាល់តែសោះដោយសារតែថ្នាំមួយនេះចៅស្រីរបស់គាត់គឺអាចសម្លាប់ទៅកាន់ព្រឹទ្ធាចារ្យឈាមបានត្រឹមតែមួយក្បាច់ប៉ុណ្ណោះបន្ទាប់ពីបានឮដូច្នេះលោកឧត្តមសេនីយ៍នឹងគឺពិតជាមានការកោតសរសើរទៅកាន់លោកតាខ្លាំងមែនទែនក៏ប៉ុន្តែលោកតាក៏បានប្រាប់ថានេះគឺមិនមែនជាស្នាដៃរបស់គាត់ទេដោយវាគឺជាស្នាដៃដែលត្រូវបានបង្កើតឡើងទៅដោយស៊ូយ៉ុងសារតែមើលឃើញអំពីសមត្ថភាពដ៏អស្ចារ្យរបស់ស៊ូយ៉ុងលោកឧត្តមសេនីយ៍គូនឹងក៏បាននិយាយទៅកាន់ស៊ូយ៉ុងថាតើស៊ូយ៉ុងមានសំណើអីដែលចង់ស្នើសុំមកកាន់គាត់អត់ជាស៊ូយ៉ុងមានគាត់នឹងធ្វើការស្នើសុំទៅកាន់ថ្នាក់លើបន្តស៊ូយ៉ុងក៏បានប្រាប់ទៅកាន់លោកឧត្តមសេនីយ៍ថាខ្លួនគឺចង់បានព័ត៌មានទាក់ទងជាមួយនឹងសត្វដែលមានពិសឮដូច្នេះលោកឧត្តមសេនីយ៍ក៏បាននិយាយទៅកាន់ស៊ូយ៉ុងថាគាត់ប្រហែលជាមិនមានព័ត៌មានទាក់ទងជាមួយនឹងសត្វដែលមានពិសនោះឡើយក៏ប៉ុន្តែគាត់មានព័ត៌មានទាក់ទងនឹងសត្វមួយដែលប្រហែលជាស៊ូយ៉ុងនឹងចាប់អារម្មណ៍ទៅកាន់វាដោយនោះគឺជាព័ត៌មានដែលទាក់ទងជាមួយនឹងបង្គួយថ្ម